ក្រសួងបរិស្ថានបានប្រកាសអនុវត្តច្បាប់100%ដោយគ្មានការលើកលែងចំពោះបទល្មើសធនធានធម្មជាតិណាមួយឡើយគណៈបដិញ្ញាការពារធនធានធម្មជាតិឲ្យបានគង់វង្សការសង្កត់ធ្ងន់នេះធ្វើឡើងដោយលោកយាងសុផល្លេតរដ្ឋមន្ត្រីក្រសួងបរិស្ថានក្នុងឱកាសវេទិកាទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក5មិថុនា2026ក្រុងប្រធានបទសំណល់សូន្យ Zero Waste កាលពីថ្ងៃទី5ខែមិថុនាលោករដ្ឋមន្ត្រីបានបញ្ជាក់ថាក្រសួងនឹងមិនបណ្ដោយឲ្យជនល្មើសនៅក្រៅសំណាញ់ច្បាប់ឡើយលោករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីការបដិញ្ញាចិត្តរបស់ក្រសួងដោយប្រើពាក្យថាមិនជិះសេះលេងដៃទេក្នុងការងារការពីនេះហើយបានលើកឡើងពីយន្តការថ្មីដូចជាប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ Hotline ដើម្បីទទួលបណ្ដឹងពីបទល្មើសលោកបានចាត់ទុកអង្គការសង្គមស៊ីវិលអង្គការមិនមែនរដ្ឋាភិបាលនិងប្រជាពលរដ្ឋទូទាំងប្រទេសជាដៃគូដ៏សំខាន់ដោយអំពាវនាវឲ្យរាយការណ៍បទល្មើសតាមរយៈ Hotline របស់មន្ទីរបរិស្ថានដែលនឹងចាត់វិធានការភ្លាមយោងតាមរបាយការណ៍របស់ក្រសួងបរិស្ថានក្នុងរយៈពេល6ខែនៃឆ្នាំ2026នេះក្រសួងបានទប់ស្កាត់បទល្មើសធនធានធម្មជាតិជិត896ករណីនិងបានបញ្ជូនជនល្មើស34នាក់ទៅកាន់តុលាការចំនួនបទល្មើសនេះបានថយចុះគួរឲ្យកត់សម្គាល់បើធៀបនឹងឆ្នាំមុនដែលជាលទ្ធផលនៃកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងបរិស្ថាននិងភាគីពាក់ព័ន្ធទាំងអស់រួមមានពលរដ្ឋសហគមន៍ការពារធម្មជាតិអាជ្ញាធរដែនដីអង្គការសង្គមស៊ីវិលក្រសួងយុតិធធអង្គភាពប្រឆាំងអំពើពុករលួយនិងអង្គការដៃគូអភិវឌ្ឍន៍នានាបន្ថែមពីលើកិច្ចសហការនិងការអនុវត្តច្បាប់ក្រសួងបរិស្ថានក៏កំពុងប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់បទល្មើសបច្ចេកវិទ្យាទាំងអស់នោះរួមមាន drone រូបភាពកាយរណាប់និងប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ Hotline ដែលជួយសម្រួលដល់ការឃ្លាំមើលនិងទប់ស្កាត់បទល្មើសតាមតំបន់ការពារធម្មជាតិនានានៅទូទាំងប្រទេសប្រកបដោយប្រសិទ្ធភាព